បងប្អូនសម្រាប់ខែនេះយើងដាំបានល្អគឺស្បៃអានេះស្បៃកញ្ញាយើងផ្ទាប់សមតបលក់អីហ្នឹងដល់ពេលស្បៃនេះយើងដាំដាក់កណាគ្នាតែវាអត់សូវល្អអញ្ចឹងអ្វីដែលកន្លែងណាដែលដាំទៅវាអត់សូវល្អក្នុងខែក្តៅខ្លាំងនេះយើងផ្អាកសិនទៅចាំខែល្ងាចាំយើងដាំវិញយើងដាំអីដែលវាធន់នឹងក្តៅថ្ងៃដូចនេះសាឡាត់ខ្ញុំអានេះវាក្រិនដែរហ្នឹងវាអត់ល្អវាថ្ងៃវាក្តៅពេកយើងអត់បានមានស្បៃធ្វើស្បៃមកតម្លាក់នេះក្រិនដាក់តាណាគ្នាមួយអាខៀវនេះក៏វាអត់សូវជាល្អដែរវាលូតលាស់នៅតូចឡើយនៅស្ទើបារងខាងមុខនោះក្តៅខ្លាំងជាងគេវាអត់ប្រាញ់អត់ល្អរងខាងមុខនោះដកថ្ងៃហ្នឹងឯងកុំឲ្យបាក់ទោះយើងថែវាតែវាប៉ុន្តែក៏វាអត់នេះដែរវាក្តៅពេកយើងអត់គ្រប់គ្រងក្តៅថ្ងៃនឹងអត់តន់ត្រូវនេះវាឡើងក្រាន់ស្លឹកឡើងបេតងចាស់ញ៉ាំទៅលើវិញតែអានេះអីចេញតែរូបរាងមកប៉ុណ្ណេះគឺយើងធ្លាប់ដាំល្អហើយនឹងអត់ល្អវាយើងឃើញប៉ុណ្នេះយើងចាប់ផ្ដើមដឹងមកណាអាយុកាលវាយូរដែរហើយវាទួយក្រេះក្រិននៅហ្នឹងវាចិត្តដកចោលឲ្យអស់ទៅទុកក៏ទុកអត់កើតទេចាំដាក់ស្ពៃជំនួសវិញដាំជាស្ពៃកញ្ញាញឲ្យច្រើនវិញខ្ញុំដកបានមកកធុងឯងចាំថតចាប់ដកម្ដងទៀតដកឲ្យអស់